ថ្ងៃនេះយើងពិតជាសប្បាយរីករាយដែលបានចូលរួមជាមួយនឹងសហគមន៍កសិកម្មទំនើបម្រេចមេមត់នៅក្នុងខេត្តត្បូងឃ្មុំរបស់យើងបានរៀបចំឲ្យមានការចុះកិច្ចសន្យាទិញលក់រវាងសហគមន៍ជាមួយនឹងក្រុមហ៊ុនហ្វុកដែលជាក្រុមហ៊ុនទិញនៅដំណាំម្រេចធំជាងគេមួយនៅលើពិភពលោកនៅក្នុងទំហំម្រេចប្រហែលជា100តោនដែលស្មើនឹង2/3នៃបរិមាណផលសរុបរបស់សហគមន៍សម្រាប់រដូវនេះក្នុងតម្លៃជាមធ្យមប្រហែលជា$7ក្នុង1គីឡូសម្រាប់ម្រេចដែលមានស្តង់ដារសុវត្ថិភាព GAP សម្រាប់ទំហំប៉ុណ្ណេះគិតជាសាច់ប្រាក់ប្រហែលជា$70000ដែលជាតម្លៃមួយសមរម្យបើយើងធៀបនឹងតម្លៃនៅក្នុងទីផ្សារបច្ចុប្បន្នតម្លៃនេះគឺមានទំហំប្រាក់ប្រហែលជា10%ល្អប្រសើរជាងថ្លៃនៅលើទីផ្សារម្រេចជាទូទៅរួចមកហើយយើងពិតជាមានភាពសប្បាយរីករាយក្នុងការដែលយើងបានធ្វើការជាមួយនឹងសហគមន៍កសិកម្មទំនើបពីព្រោះថាវាជាបណ្ដុំកសិករហើយយើងអាចធានាបាននូវគុណភាពមួយពិតប្រាកដចាអញ្ចឹងយើងអាចកំណត់ទាំងចំនួនកំណត់ទាំងពេលវេលាច្បាស់លាស់ក្នុងការទទួលទិញសម្រាប់ការទិញលក់ម្រេចរបស់សហគមន៍ហ្នឹងមិនមានការទិញពីសមាជិកទេគ្រាន់តែប្រមូលផលដែលសមាជិកផលិតបានយកទៅលក់នៅទីផ្សារហេតុផលដែលកសិករលោកសមាជិកចូលរួមសហគមន៍របស់យើងគឺលោកមើលទៅឃើញការជួយជំរុញពីក្រសួងពីអង្គការនានាដែលផ្ដល់ផលប្រយោជន៍ឲ្យលោកបានខ្ពស់សម្បីតែការដែលចរចាតម្លៃការស្វែងរកទីផ្សារក៏ក្រសួងរដ្ឋាភិបាលក៏លោកជួយស្វែងរកដែរបាទមុនដែលខ្ញុំបាទដែលជាកសិករដាំម្រេចមិនទាន់ចូលក្នុងសហគមន៍ពួកខ្ញុំបាទជួបបញ្ហាទី1ពួកយើងខ្វះខាតថវិកាដើម្បីទិញជីហើយក៏យើងខ្វះខាតនៅគេហៅថាបច្ចេកទេសក្នុងការថែទាំម្រេចតែដល់យើងចូលសហគមន៍ទៅសហគមន៍គេបរៀនពីការចែកប្រទេសនៅការដាំម្រេចហើយគេនឹងចែកចាយជីដែលសហគមន៍នាំជីចូលដោយជីនោះគេនាំចូលមកពីក្រុមហ៊ុនផ្ទាល់អញ្ចឹងតម្លៃទាបលើទីផ្សារហើយក៏ចែកចាយទៅលើសមាជិកដើម្បីឲ្យប្រើប្រាស់ជីទៅតាមស្តង់ដារសហគមន៍ហើយយើងមិនចំណាយលុយហើយចាំយើងលក់ម្រេចហើយបានយើងទូទាត់ទៅឲ្យសហគមន៍វិញក្នុងតម្លៃជីនោះគឺទាបលើទីផ្សារអញ្ចឹងធ្វើឲ្យកសិករដូចពួកខ្ញុំគាត់មានការសប្បាយចិត្តដោយថាយើងបានជីដោយមិនទាន់ប្រើប្រាស់លុយសហគមន៍គាត់ជួយវិញដល់យើងចូលជាសហគមន៍ជាអ្នករកទីផ្សារយើងចរចាទៅជាមួយក្រុមហ៊ុនជាច្រើននៅក្នុងស្រុករបស់យើងធ្វើឲ្យបានប្រសើរទៅទីផ្សារគាត់បើជាងល្អជាងនៅទីផ្សារខាងក្រៅអញ្ចឹងធ្វើឲ្យសមាជិកមួយគាត់ពេញចិត្តในការចូលមួយសហគមន៍ហ្នឹងខ្ញុំចង់សនំពរដល់កសិករយើងទាំងអស់ចាងាកមកបដុំគ្នាដើម្បីយើងធ្វើសហគមន៍កសិកម្មទំនើបចាហើយឲ្យគាត់យល់ច្បាស់ថាខាងសហគមន៍ពិតជាជួយជំរុញមែនតែនចាអញ្ចឹងសម្រាប់ខ្ញុំចង់ឃើញកសិករនៅក្នុងប្រទេសកម្ពុជាយើងមានលើវិស័យកសិកម្មហ្នឹងមានភាពរីកចម្រើនទាំងអស់គ្នាអញ្ចឹងយើងគួរណាចូលមកដើរទៅទាំងអស់គ្នាចាការផលិតនឹងអត់ទាន់គ្រប់គ្រាន់សម្រាប់នៅចំនួនដែលយើងត្រូវការសម្រាប់ធ្វើការនាំចេញទេយើងទទួលទិញរហូតដល់2000តោនឯណោះយើងនឹងសង្ឃឹមថាសហគមន៍ទំនើបនេះនឹងមាននៅតាមបណ្ដាខេត្តដទៃទៀតអញ្ចឹងយើងនឹងសហការជាមួយពួកគាត់ហើយសូមបញ្ជាក់ដែរថាបច្ចុប្បន្ននេះសហគមន៍បានធ្វើការជាមួយនឹងក្រុមហ៊ុន2ហើយតាមពិតទៅយើងមានដល់3ក្រុមហ៊ុនឯណោះប៉ុន្តែយើងបានធ្វើការជាមួយនឹង2ក្រុមហ៊ុនសិនសម្រាប់ឆ្នាំទី1របស់យើងហើយសង្ឃឹមថាបងប្អូនប្រជាកសិករអ្នកដាំម្រេចផ្សេងទៀតនឹងពិចារណាក្នុងការចូលរួមជាមួយនឹងសហគមន៍កសិកម្មទំនើបនៅក្នុងរដូវកាលថ្មីបាទសូមអរគុណ